អីសប្បាយចិត្តជាងការចែករំលែកទេយើងមានចំណេះដឹងយើងចែករំលែកគ្នាចេះដឹងបាទឥឡូវនេះខ្ញុំឆ្លៀតពេលធ្វើវីដេអូចែករំលែកដល់មិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សដែលមានបំណងចង់រៀនកុំព្យូទ័រនិងភាសាអង់គ្លេសបាទគឺយើងមានវីដេអូជាច្រើនបញ្យលលម្អិតដល់បងប្អូនដែលមានបំណងចង់រៀនឥឡូវនេះយើងដើម្បីយើងមើលអេក្រង់កុំព្យូទ័រយើងនេះយើងឃើញថា shortcut របស់វាកម្មវិធីលើនេះវាតូចអញ្ចឹងដើម្បីឲ្យដោះវាមក normal ឬក៏ធំវិញយើងគ្រាន់តែយកមក click ខាងស្ដាំវាយើងយកពាក្យថា view នៅក្នុងវាមានលេខធំ medium ធម្មតា small លេខតូចអញ្ចឹងខ្ញុំយក medium ពាក់កណ្ដាលអញ្ចឹងវាផ្លាស់ប្ដូរមកធំពាក់កណ្ដាលអញ្ចឹងបើយើងចង់ឲ្យវាធំយើងយកមកចុចខាងស្ដាំលើគ្នាមានម៉ៅនេះចុចលើនេះដោយសារខ្ញុំប្រើម៉ៅដោតនោះទេខ្ញុំប្រើលើនេះអញ្ចឹងខ្ញុំយកលេខ icon នេះគឺ icon របស់ shortcut key វានឹងផ្លាស់ប្ដូរធំបាទអរគុណក្នុងការតាមដាននិងទស្សនាវីដេអូខ្ញុំសប្បាយចិត្តនឹងធ្វើវីដេអូឲ្យច្រើនដើម្បីចែករំលែកបងប្អូនទាំងអស់គ្នារៀនទាំងអស់គ្នាចេះទាំងអស់គ្នាបាយបាយ